គន្លឹះ3យ៉ាងធ្វើឲ្យ Jackie Chan ហៅឈិនឡុងក្លាយជាតារាដ៏ល្បីល្បាញទូទាំងពិភពលោកនៅពេលមនុស្សជាច្រើនសួរថាហេតុអ្វីបានជា Jackie Chan អាចឈរនៅលំដាប់កំពូលក្នុងវិស័យភាពយន្តអស់រយៈពេលជាច្រើនទសវត្សរ៍នេះជាគន្លឹះ3យ៉ាងសំខាន់ដែលធ្វើឲ្យគាត់ខុសពីអ្នកដទៃ 1. ខិតខំនិងហ្វឹកហាត់យ៉ាងខ្លាំងក្លា Jackie Chan ចាប់ផ្ដើមពីតួតូចតាចតួជំនួសហាត់សិល្បៈក្បាច់គុណនិងការស្ទង់មតិសកម្មភាពរាល់ថ្ងៃគាត់មិនរំពឹងតែទេពកោសល្យទេគាត់ហាត់រហូតល្អឥតខ្ចោះនោះធ្វើឲ្យការសម្ដែងរបស់គាត់កាន់តែដូចពិតនិងខុសពីគេ 2. មិនខ្លាចឈឺចាប់និងបរាជ័យ ក្នុងអាជីពរបស់គាត់ Jackie Chan រងរបួសជាច្រើនដងដូចជាបាក់ឆ្អឹងគេងនៅពេទ្យជាច្រើនខែនិងប៉ះពាល់ដល់គ្រឿងក្នុងយ៉ាងធ្ងន់ធ្ងរតែគាត់មិនឈប់សម្ដែងនោះទេគាត់យកការឈឺចាប់មកធ្វើជាធម៌ពលបន្តទៅមុខព្រោះគាត់ជឿថាជោគជ័យត្រូវតែឆ្លងកាត់ការលំបាក 3. មានភាពប្លែកនិងជឿជាក់លើខ្លួនឯង នៅពេលអ្នកដទៃថតភាពយន្តសកម្មភាពធម្មតា Jackie Chan គាត់បញ្ចូលកំប្លែងនិងសកម្មភាពពិតដូចជាទាត់ធាក់វាយប្រហារនិងឈុតឆាកដែលមានគ្រោះថ្នាក់មួយចំនួនទៀតផងគាត់មិនព្យាយាមធ្វើដូចអ្នកដទៃនោះទេគាត់បង្កើត style ផ្ទាល់ខ្លួនហើយវាធ្វើឲ្យពិភពលោកចងចាំគាត់ ចូលចាំថាជោគជ័យមិនមកពីការងាយស្រួលទេវាមកពីការខិតខំការអត់ធ្មត់និងភាពក្លាហានក្នុងការធ្វើអ្វីដែលខុសពីគេប្រសិនបើ Jackie Chan អាចចាប់ផ្ដើមពីសូន្យហើយក្លាយជាតារាល្បីពិភពលោកអ្នកក៏អាចបង្កើតជោគជ័យផ្ទាល់ខ្លួនបានដែរជឿជាក់លើខ្លួនឯងលើកទឹកចិត្តខ្លួនឯងកុំបោះបង់ខ្លួនឯងស៊ូខ្ញុំជឿជាក់ថាអ្នកអាចធ្វើបាន